ជំរាបសួរលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំទៀងបណ្ណាជាសិស្សថ្នាក់ទី12កនៃសាលាអន្តរជាតិ Elegant ខ្ញុំបាទឈ្មោះនោះសង្ហួរមកពីថ្នាក់ទី12កហើយថ្ងៃនេះផងដែរពួកយើងនឹងធ្វើការពិសោធន៍ត្រង់ប្រធានបទការសង្កេតខួរក្បាលធនិកសត្វហើយខួរក្បាលធនិកសត្វដែលពួកយើងយកមកបង្ហាញអ្នកទាំងអស់គ្នាថ្ងៃនេះគឺខួរក្បាលសត្វគោហើយយើងដឹងហើយថាខួរក្បាលគឺជាផ្នែកដែលសំខាន់នៃប្រព័ន្ធប្រសាទនេះក៏ដោយសារតែវាមានផ្ទុកនៅណឺរ៉ូនរាប់ពាន់រាប់លានហើយនឹងជាកន្លែងដែលទទួលព័ត៌មានបកស្រាយក៏ដូចជាបញ្ជាទៅកាន់ផ្នែកផ្សេងៗនៃសាររាង្គកាយឲ្យធ្វើចលនាបានហើយមួយទៀតនោះគឺខួរក្បាលត្រូវបានការពារទៅដោយឆ្អឹងលលីក្បាលស្រោមខួរនិងទឹកខួរខួរក្បាលក៏ត្រូវបានចែកចេញជា3ប្រភេទដែរគឺខួរធំខួរតូចហើយនឹងខួរកញ្ចឹងកហើយយើងដឹងហើយថាខួរធំគឺចែកចេញជា2ដែលរួមមានអត្តកោខាងឆ្វេងនិងអត្តកោខាងស្ដាំហើយអត្តកោនីមួយៗគឺមានកម្ពស់ចំនួន4ដែលកម្ពស់ទាំង4នេះកើតឡើងពីផ្នត់ជ្រៅនៅលើសបកខួរហើយកម្ពស់ទាំង4នេះគឺរួមមានកម្ពស់ចំហៀងកម្ពស់ថ្ងាសកម្ពស់សៀតផ្កាហើយនិងកម្ពស់ពយហើយនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាមួយទៀតគឺអំពីស្រទាប់ក្រៅឬក៏សបកខួរដែលវាគឺជាផ្នែកដែលសំខាន់នៃខួរធំហើយនេះវាគឺបង្កឡើងពីសារធាតុប្រភេទដែលយើងអាចមើលឃើញបាននៅខាងលើនេះសារធាតុប្រភេទនេះផងដែរគឺវាកើតឡើងពីតួកោសិកានៃណឺរ៉ុនភ្ជាប់និងណឺរ៉ុនចលករចំណែកឯសារធាតុប៉សដែលនៅខាងក្នុងគឺវាកើតឡើងពីភាពប្រសាទអញ្ចឹងបន្តមកយើងមកកលេចមើលនីតិរបស់សម្បកខួរវិញគឺវាមាននីតិក្នុងការគិតពិចារណាបណ្ឌិតប្រឌិតញាណការគិតក៏ដូចជាសតិជាដើមហើយមួយទៀតហ្នឹងវាក៏ទទួលព័ត៌មានពីសរីរាង្គវិញ្ញាណទាំង5ដូចជាភ្នែកអណ្ដាតច្រមុះត្រចៀកហើយនឹងស្បែកជាដើមអញ្ចឹងបើយើងកលេចទៅមើលផ្នែកខាងក្រោយនៃខួរក្បាលហើយស្ថិតនៅខាងក្រោមខួរធំហ្នឹងយើងនឹងឃើញមានខួរតូចហ្នឹងវាបង្កឡើងពីសារធាតុប្រផេះនៅសន្ទុះខាងក្រៅរបស់វាហើយចំណែកឯសន្ទុះខាងក្នុងរបស់វានឹងគឺប្រកបឡើងពីសារធាតុប៉សអញ្ចឹងនីតិរបស់ខួរតូចវិញគឺវាមាននីតិក្នុងការត្រួតពិនិត្យចលនាឆន្ទៈទាំងអស់ហើយនឹងចលនាអឆន្ទៈមួយចំនួនចលនាឆន្ទៈនោះវាមានដូចជាការដើរការដេកការឈរការអង្គុយជាដើមហើយចំណែកឯចលនាអឆន្ទៈវិញគឺជាការដកដង្ហើមឬក៏ការរំលាយអាហារអីចឹងទៅបន្តមកយើងក៏លេចមកមើលខួរកញ្ចឹងកវិញដែលវាស្ថិតនៅខាងក្រោមខួរធំដែលភ្ជាប់ទៅនឹងខួរឆ្អឹងខ្នងនៅខាងមុខខួរតូចហ្នឹងវាបង្កឡើងពីសារធាតុខុសពីខួរធំនិងខួរតូចបន្តិចគឺសន្ទុះខាងក្រៅរបស់វាហ្នឹងបង្កឡើងពីសារធាតុសចំណែកឯបើយើងវះមើលខាងក្នុងទៅយើងនឹងឃើញសារធាតុពណ៌ប្រផេះនៅសន្ទុះខាងក្នុងរបស់វាវិញបន្ទាប់ពីយើងបានសិក្សាអំពីខួរក្បាលទាំង3ប្រភេទហើយអញ្ចឹងយើងក៏លេចមកមើលផ្ទៃបាតខាងក្រោមនៃខួរធំហ្នឹងយើងនឹងឃើញមានដុំមួយដែលមានទម្រង់ដូចសុទ្ធមួយគូហ្នឹងដែលបង្កឡើងពីសារធាតុប្រភេទដែលហៅថាតាឡាមូសហ្នឹងគឺជាស្ថានីយបញ្ជូនព័ត៌មានតាឡាមូសហ្នឹងវាមាននីតិក្នុងការចាប់យកអាំងផ្លូវប្រសាទពីណឺរ៉ូនវិញ្ញាណនាំហើយបញ្ជូនទៅផ្នែកដែលត្រូវការនៅក្នុងសម្បកខួរដើម្បីឲ្យសម្បកខួរហ្នឹងយកអាំងផ្លូវប្រសាទហ្នឹងទៅបកស្រាយហើយនីតិរបស់តាឡាមូសមួយទៀតហ្នឹងគឺជួយគ្រប់គ្រងអារម្មណ៍ហើយក៏ដូចជាជួយគ្រប់គ្រងការគេងនិងការសម្រាកផងដែរតទៅពីយើងសិក្សានីតិរបស់តាឡាមូសហើយយើងមកសិក្សាផ្នែកខាងក្រោមរបស់តាឡាមូសវិញគឺអ៊ីប៉ូតាឡាមូសហ្នឹងវាមាននីតិក្នុងការត្រួតពិនិត្យការស្រេកការឃ្លានលំហែរក្សាសីតុណ្ហភាពក្នុងសារពាង្គកាយតុល្យភាពទឹកហើយក៏ដូចជាសម្ពាធឈាមហើយនីតិអ៊ីប៉ូតាឡាមូសមួយទៀតហ្នឹងគឺវាមាននីតិក្នុងការភ្ញូចការបញ្ជាអរម៉ូនរបស់ក្រពេញអ៊ីប៉ូភីជាចុងក្រោយយើងខ្ញុំទាំងពីរនាក់ក៏សូមអរគុណទៅដល់អ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះរហូតដល់ចុងបញ្ចប់